សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកមុខងារពិសេស keyboard របស់ iOS ចំនួន12មកបង្ហាញបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនប្រិយមិត្តដែលគាត់ប្រើ iPhone iPad iPod ដែលស្ថិតនៅក្នុងចំនួន iOS 12មួយចំនួនប្រហែលជាគាត់មិនទាន់បានដឹងពីមុខងារពិសេសរបស់ keyboard ចំនួននេះនៅឡើយទេបាទថ្ងៃនេះខ្ញុំលើកយកមុខងារទាំងនេះយកមកបង្ហាញបងប្អូនថាតើមានអ្វីពិសេសលើសពីចំនួន iOS មុនបាទបងប្អូនអាចប្រើ keyboard មួយចំនួនដែល Apple បានដាក់បញ្ចូលឲ្យគឺ keyboard បាទគឺភាសា keyboard ទាំងប្រមាណដែល Apple បានដាក់បញ្ចូលនៅក្នុងចំនួន iOS 12ដែលមាននៅកន្លែងនេះមានភាសាចិនជប៉ុនអង់គ្លេសកូរ៉េនិងភាសាផ្សេងជាច្រើនទៀតយើងអាចប្រើមុខងារពិសេសនេះបានដោយអ្វីដែលខ្ញុំនឹងបង្ហាញបងប្អូននៅពេលបន្តិចទៀតនេះដោយឡែកសម្រាប់ keyboard ដែលយើង download ចេញពី App Store គឺយើងអាចប្រើមុខងារពិសេសដោយអ្វីដែលខ្ញុំនឹងបង្ហាញនៅពេលនេះទេបាទតើអ្វីពិសេសនោះគឺអ្វីខ្លះដូចជា keyboard ជាភាសាអង់គ្លេសនៅពេលដែលយើងសរសេរបែបនេះនៅកន្លែងណាក៏ដោយបងប្អូនសរសេរអីនៅកន្លែងណាក៏ដោយហើយយើងចង់កំណែគាត់ថាយើងកន្លែងនេះគឺយើងសរសេរខុសហើយយើងចង់ធ្វើការកែកន្លែងនេះជាធម្មតាកាលពីចំនួនមុនគឺយើងចង់កែគឺយើង select បែបនេះឬក៏យើងចុច zoom បែបនេះហើយយើង scroll ទៅចំកន្លែងណាដែលយើងខុសនឹងហើយ select ចំហើយយើងធ្វើការកែទៅយើងសរសេរឡើងវិញដល់ហើយសម្រាប់ចំនួន iOS 12គឺងាយស្រួលជាងមុនបងប្អូនគាត់តែចុចសកត់ឲ្យជាប់នៅប៊ូតុង space បាទនៅ key space នេះគឺ tab hold បាទគឺសកត់ឲ្យជាប់ឬហើយយើងអាច scroll បានហើយ scroll tab នេះទៅដាក់នៅកន្លែងណាដែលយើងចង់កែតែយើងចង់កែនៅកន្លែងនេះហើយយើងដកដៃចេញហើយយើងអាចលុបកន្លែងនេះវិញបានហើយភាសាកូរ៉េឬក៏ភាសាអីផ្សេងទៀតក៏យើងអាចធ្វើការ space សកត់នៅកន្លែងឲ្យជាប់គឺកែបានដូចគ្នាបាទអញ្ចឹងនៅពេលដែលយើងចង់កែគឺកែបែបហ្នឹងបាទសកត់បែបនេះគឺយើងអាច scroll បានទៅកន្លែងណាដែលយើងចង់ scroll ទៅបាទហើយទី2មុខងារទី2សម្រាប់ iOS 12នេះគឺយើង select ជាធម្មតាកាលពីចំនួន iOS មុនបើយើងចង់ select នៅកន្លែងនេះឬក៏ចង់ select នៅកន្លែងណាគឺយើង tap បែបនេះហើយយើងសកត់អញ្ចឹងគឺចេញ zoom បែបនេះហើយយើងមើលទៅដើម្បីឃើញកន្លែងណាដែលយើងចង់ select យើងទៅដល់កន្លែងហ្នឹងឬហើយយើងចុច select ហើយគឺយើង scroll បែបនេះបាទយើង select បែបនេះបាទគឺបងប្អូន select បែបនេះនឹងអាចចំនួនមុនតែសម្រាប់ចំនួន12នេះគឺងាយស្រួលជាងមុនបងប្អូនប្រិយមិត្តគ្រាន់តែសរសេរហើយចង់ select នៅកន្លែងណាគ្រាន់តែចុចនៅ key space នេះឲ្យជាប់ហើយយើង scroll ទៅចំកន្លែងណាដែលយើងចង់ select ឬហើយយើងនៅលើផ្ទៃ keyboard ទាំងអស់នេះយើងយកដៃម្រាមដៃម្ខាងទៀតគឺ tap 2ដងបានន័យថាយើងចុច2ដងនៅលើផ្ទៃ keyboard នេះកន្លែងណាក៏បានដែរគ្រាន់តែ tap 2ដងបែបនេះតាមម្ដងទៀតថាយើង scroll មកកន្លែងនេះយើងចង់ select កន្លែងហ្នឹងហើយយើងគ្រាន់តែ tap 2ដងឬហើយយើងអាច select បានបាទគឺយើង select បានអញ្ចឹងគឺមានភាពងាយស្រួលជាង iOS ចំនួនមុនបាទគឺបែបនេះនេះគឺថាចុចប៊ូតុង shift អញ្ចឹងយើង select បែបនេះហើយ tab ចុច2ដងនៅលើ keyboard នេះហើយយើងអាច select បានហើយបាទបញ្ជាក់បងប្អូនទាំងអស់គ្នាគឺប្រើ keyboard នេះបានចំពោះតែ keyboard ដែលមានដែល Apple បានដាក់បញ្ចូលឲ្យនៅក្នុងចំនួន iOS 12នេះតែប៉ុណ្ណោះតែសម្រាប់ keyboard ដែលបងប្អូន download ចេញពី App Store ពី Store មកគឺអត់អាចប្រើមុខងារនេះបានទេដូចជាភាសាខ្មែរយើងសម្រាប់ក្តារចុចឆ្លាតវៃយើងសរសេរបែបនេះហើយយើងចង់ space បែបនេះគឺអត់បានទេបាទអរគុណសម្រាប់ការតាមដានទស្សនារបស់ប្រិយមិត្តទាំងអស់គ្នា